អ្នកបន្ទាប់លោកមេបញ្ជាការសូមទុកឱកាសឲ្យខ្ញុំម្ដងទៀតទៅណាទេពក៏សឲ្យសូនចុះទៅក្រោមទៅពួកអនិថាសុទ្ធតែពួកសម្រាប់នឹងជារឿងធម្មតាទៅហើយវើយោងតាមច្បាប់ថ្ងៃអវសានលោកអ្នកដែលគ្មានទេពក៏សមិនអនុញ្ញាតឲ្យរស់នៅក្នុងតំបន់សុវត្ថិភាពឡើយអូសូវាចេញទៅ3ឆ្នាំហើយហេតុអីបានជាអញនៅតែគ្មានកំណត់អញ្ចឹងវើកន្លែងខ្មោចលងនឹងមិនក៏មានសៀវភៅនៅទីនេះអញ្ចេះលោកឃើញទេពកសសាងសង់លាក់កំបាំងផ្ទះសំណាក់វិញ្ញាណតើលោកចង់បើកដំណើរការវាដែរឬទេស្អីគេនឹងសូមជ្រើសរើសទីតាំងសាងសង់នៅសល់ពេល60វិនាទីទីនេះជាតំបន់ហាមឃាត់មែនទេនៅសល់តែ45វិនាទីទៀតទេគង់តែញាប់ដូចតែគ្នានឹងសាក់មើលទេសំណាក់សាងសង់រួចរាល់កម្រិតបច្ចុប្បន្នមួយមិនគួរឲ្យជឿសង់ចេញមកមែនតើណាបេសកកម្មទី1ទទួលភ្ញៀវដំបូងពេលវេលាកំណត់24ម៉ោងបាត់រាជ័យនឹងត្រូវដកហូតទេពកសលដកហូតវិញចុះអញ្ចឹងអញមិនខ្លាចជាអត់កំណត់វិញទេអីចុះឯណាភ្ញៀវហាទីនេះសំបីតែខ្មោចមួយក៏គ្មានផងអត់មានស្រមោលទេតើចុះអ្នកពុះទ្វារនឹងជាស្អីគេទៅពីគេថាទីនេះអាចទទួលឲ្យមនុស្សស្លាប់ស្នាក់នៅបានតើមែនទេលោកតាឯងជាខ្មោចមែនឆ្អឹងស្អុយដែលងាប់អស់30ឆ្នាំទៅហើយនឹងណាពីគេថាទីនេះអាចឲ្យវិញ្ញាណអនិច្ចាដូចពួកយើងស្នាក់នៅបានអញ្ចឹងចូលមកចុះលោកតាឯងអត់ខ្លាចតាទេអីចឹងខ្លាចមានបានប្រយោជន៍អីទៅលោកតាប្រព័ន្ធកុំព្យូទ័រតាមមានច្បាប់អ្វីខ្លះបាត់ត្រូវបានបង្កើតវិញ្ញាណចូលស្នាក់នៅត្រូវបង់ប្រាក់កាក់ខ្មោចតាមដាច់ខាតការធ្វើបាបម្ចាស់ផ្ទះសំណាក់ប៉ុណ្ណឹងគ្រប់គ្រាន់ទេចឹងបន្ទប់ទី2នៅជាន់ខាងលើសូមចាក់ចេញមុនពេលមេឃគឺណាលោកតាកាក់ខ្មោចអាចដូរយកសម្ភារៈដំឡើងកម្រិតបានសំទោសឲ្យបច្ចុប្បន្នមាន10កាក់ដើម្បីដំឡើងកម្រិតដល់ទី2ត្រូវការដល់ទៅ1000កាក់ឯណោះចប់មកនៅបន្តធ្វើជាអនុប្រទេសហើយតាមួយថ្ងៃទទួលមួយបានតែម្នាក់ទេអីចុះទម្រាំសន្សំបាន1000កាក់មិនចាំដល់ជាតិក្រោយយៈឲ្យសត្វចម្លែកកម្រិតស្វើយចម្លែកយៈសំបីកម្រិតក៏អញវាយមិនឈ្នះផងអត់តន់មកទេតាលុយម្លេះមានមុខងារនឹងទៀតលេងជាមនុស្សអត់បានការទេអស់10កាក់តតែបានកំឡោះសង្ហាអរគុណហើយណាដែលបានឲ្យតាជ្រកកោនតានឹងឲ្យដំណឹងសំណាក់មួយទៅឯងនៅជ្រៅក្នុងវិមានព្រះច័ន្ទជាមានប្រលឹងខ្មោចមួយដែលត្រូវគេឃុំអស់រាប់រយឆ្នាំមកហើយនាងមានរបស់ដែលឯងកំពុងចង់បានវាអាចធ្វើឲ្យឯងមានធម៌ពលកំពូលមកប៉ុន្តែត្រូវរកលុយសិនគួតយើងនេះចង់បោកស៊ីអញតើ3ថ្ងៃទៀតបើអត់ឡើង level ទេផ្ទះសំណាក់នេះនឹងរលីបាត់ធម្មពលក៏ត្រូវដកហូតទៅវិញអញច្បាស់ជាងាប់មិនខានទេវើយ
នេះសម្រាប់ចោលបាន3ក្បាលអត់ជ្រុះស្អីមួយសោះហ្មង គួរឲ្យចាប់អារម្មណ៍ម្លេះមនុស្សលោកតាលោកឯងភ្ញាក់ផ្អើលមែនទេមានផ្ទះសំណាក់មួយបើកនៅក្បែរព្រំប្រទល់បិសាចកម្រិតស្អញ្ចឹងផ្អើលពេញពិភពលោកខ្មោចបាត់ទៅហើយ ផ្អើលពេញហ្នឹងមកផាយអញ កុំភ័យអីមិនមែនមានតែខ្ញុំម្នាក់ឯងដែលមកទីនេះទេនៅខាងក្រៅមាន3ក្រុមទៀតកំពុងតែមើលលោកឯងខ្ញុំឈ្មោះយីហុងសួងលោកអាចចាត់ទុកខ្ញុំថាជាអ្នកកណ្ដាលចោះជំនាញខាងទិញលក់ព័ត៌មានសម្ងាត់និងរបស់កម្រផ្ទះសំណាក់របស់លោកនេះគឺជាកន្លែងរកស៊ីដ៏ល្អហ្មង សហការស្អីគេ ខ្ញុំផ្ដល់ព័ត៌មានពីពួកខ្មោចឲ្យលោកឯលោកផ្ដល់កន្លែងស្នាក់នៅចំណេញចែកគ្នា3និង7 នាងឯង3ខ្ញុំ7មែន ខ្ញុំ7លោក3ទេវើយបើគ្មានខ្ញុំលោកសំបីតែស្រមោលខ្មោចក៏រកមិនឃើញផងឃើញទេថ្ងៃនេះលោកអង្គុយហុយម៉ាច់ពេក 50បើមិនអញ្ចឹងទេមិនបាច់និយាយគ្នាទេ ព្រមប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយទៀតឯងត្រូវជួយសម្រាប់មនុស្សម្នាក់ឲ្យខ្ញុំ ខ្ញុំសំបីតែធ្វើពលកម្រិតក៏គ្មានផងនាងឲ្យខ្ញុំ ឯងមិនបាច់ចេញមុខទេគ្រាន់តែបញ្ឆោតគេឲ្យចូលមកបើគេហ៊ានវាយប្រហារផ្ទះសំណាក់នេះគេនឹងត្រូវផ្លាត់ធម្មពលស្លាប់ខ្លួនឯងមកគឺមេបញ្ជាការតំបន់សុវត្ថិភាពឈ្មោះចៅវូជី ហេតុអី ពេលឆ្នាំមុនគេបានសម្លាប់គ្រួសារខ្ញុំទាំងមូលគ្រាន់តែលេខថាអូនប្រុសខ្ញុំមានធម្មពលកម្រិតដែលខុសនឹងច្បាប់តំបន់សុវត្ថិភាព គ្រាន់តែរឿងនឹងសោះ ក្នុងយុគសម័យអវសាននេះធម្មពលគឺជាអំណាចចៅវូជីមិនបណ្ដោយឲ្យអ្នកណាមានអំណាចគំរាមកំហែងដល់គេដាច់ខាតថ្ងៃដែលអូនខ្ញុំបញ្ចេញធម្មពលគេក៏បញ្ជូនមនុស្សទៅសម្លាប់មួយគូគឺមានតែខ្ញុំទេដែលរស់ ចុះនាងធ្លាប់រកអ្នកផ្សេងឲ្យជួយទេ ធ្លាប់តើតែត្រូវគេសម្លាប់ចោលអស់ហើយធម្មពលរបស់ចៅវូជីគឺផ្លាស់ប្ដូរច្បាប់ធម្មជាតិគេអាចកែប្រែច្បាប់ក្នុងយុគសម័យនេះបាន កែប្រែច្បាប់ធម្មជាតិ
បីខ្ញុំទៅតែញើកម្លាំងបាន 10% ក៏ដោយតែប៉ុណ្ណឹងគ្រប់គ្រាន់នឹងច្របាច់ឯងឲ្យស្លាប់បានយ៉ាងងាយងាយនាងដាច់ចិត្តដែរតាឈាមរបស់ឯងមានក្លិនដូចផ្ទះសំណាក់នេះអញ្ចឹងមានន័យថាម៉េចផ្ទះសំណាក់នេះកំពុងប្រើឈាមឯងដើម្បីផ្លាស់ប្ដូររូបរាងកាយរបស់ខ្ញុំអញ្ចឹងហើយទើបខ្ញុំមិនសម្លាប់ឯងមិនមែនថាធ្វើមិនបានទេណាតែនាងមិនចង់ធ្វើខ្ញុំគិតថាមកពីនាងកាត់ចិត្តមិនដាច់ច្រើនជាងផ្ទះសំណាក់នេះចាស់ទ្រុឌទ្រោមពេកហើយមិនត្រឹមតែលេខឃ្លីទេសំបីតែតូកៅអីក៏វិកវេអស់ដែរកម្លាំងទៅងើបបាន 10% សោះអាចលើកសឈើបានបាត់ទៅហើយចុះតម្រាំតែ 100% ពេញវិញខ្លាំងប៉ុណ្ណាទៅហ่ะពីមុននាងធ្លាប់ធ្វើជាងឈើដែរមែនជាបិសាចជាងជក់ឈាមរស់បាន300ឆ្នាំទៅហើយរឿងអីក៏ចេះម្យ៉ាងបន្តិចដែរ300ឆ្នាំហាញាក់ផ្អើលមែនទេខ្ញុំស្មានតែនាងទៅតែអាយុ20ឆ្នាំជាងសោះឯងគឺជាមនុស្សទី1ហើយដែលនិយាយពាក្យនេះដាក់ខ្ញុំចុះអ្នកផ្សេងគេនិយាយថាម៉េចគេថាខ្ញុំជាបិសាចជាសត្វចម្លែកដែលគួរតែត្រូវគេដុតបំផ្លាញចោលចុះមនុស្សនៅក្នុងប្រាសាទនោះវិញពួកមនុស្សដែលនាងប្រាប់ថាចូលមកលេងហ្គេមនោះអីកាលពី3ខែមុនមានក្រុមអ្នកប្រយុទ្ធកម្រិតមួយក្រុមបានចូលមកក្នុងប្រាសាទព្រះច័ន្ទឈាមខ្ញុំបានទទួលស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅផ្ដល់ទាំងអាហារកន្លែងស្នាក់នៅនិងព័ត៌មានជួយរកច្រកចេញឲ្យពួកគេទៀតផងតែពេលដែលខ្ញុំបែរក្នុងប្រធានក្រុមរបស់ពួកគេក៏បានយកលំពេងប្រាក់ស័ក្តិសិទ្ធិមកចាក់ទម្លុះបេះដូងរបស់ខ្ញុំហេតុអីទៅព្រោះតែមេកលធំបានបដូរច្បាប់ហ្គេមភ្លាមបើសម្រាប់ម្ចាស់កត្រីបិសាចជាងជក់ឈាមបាននឹងទទួលបានរង្វាន់ជាធម្មពលកម្រិតសេសជីវិតរស់នៅ300ឆ្នាំរបស់ខ្ញុំមិនស្មើនឹងធម្មពលមួយនឹងផងក្រុមមួយនឹងឈ្មោះអីដែរអ្នកប្រយុទ្ធថ្ងៃអវសានទី1ពេលនេះពួកគេប្រហែលជាឡើងដល់កម្រិតសេសបាត់ទៅហើយនាងចង់សងសឹកទេឯងអាចជួយខ្ញុំបានអញ្ចឹងខ្ញុំគ្រាន់តែសួរថានាងចង់ឬក៏អត់ចង់តែរឿងសងសឹកចាំគិតតាមក្រោយចុះនេះត្រូវជួសជុលផ្ទះសំណាក់កញ្ចាស់របស់ឯងនេះឲ្យរឿងចំពោះមុខសិនទៅ300ឆ្នាំមកនេះមិនដឹងថាត្រូវគេក្បត់ប៉ុន្មានដងមកហើយទេតែនៅអាចញ៉ាំហើយជួសជុលផ្ទះបានយ៉ាងរំភើយទៀតម្នាក់ស្រីនេះចិត្តដាច់ជាងខ្ញុំទៅទៀតវើយនាងជាអ្នកធ្វើទាំងអស់នឹងហាធ្វើការលឿនសាហាវម្លេះមិនលឿនប៉ុន្មានទេគ្រាន់តែឯងគេងលក់អស់10ម៉ោងហើយខ្ញុំធ្វើការអស់10ម៉ោងដែរនាងមិនដេកមិនពួនទេអីបិសាចជាងជក់ឈាមមិនត្រូវការគេងឡើយមកនេះមកខ្ញុំបង្រៀនឯងពីរបៀបម្យ៉ាងរបៀបអីទៅវេទមិនឈាមជាទម្រង់មូលដ្ឋានទេប្រមូលអារម្មណ៍ឲ្យមូលរួចបញ្ជាសរសៃឈាមឲ្យលូតទៅរកទីដោយដែលឯងចង់ទៅមានមនុស្សមកដឹងហើយនៅក្រៅទ្វារ50ម៉ែត្រមានមនុស្សពាក់អាវធំពណ៌ខ្មៅ7នាក់នេះគឺជាសមត្ថភាពដឹងមុន7នាក់ហ៎ប៉ុន្មានថ្ងៃមុនមានដល់ទៅ20នាក់តាមដានយើងតើទើបតែដកចេញសោះពួកគេមិនហ៊ានចូលចិត្តទេឥឡូវកំពុងបំបីគ្នារកច្រកចូលមកលួចវាយប្រហារហើយឬក៏រងចាំឯងចេញទៅក្រៅសង្ឃឹមថាពេលយើងទៅឃ្លាំងកំណប់ពួកគេមិនវាយលុកទៅចុះបើពួកគេវាយលុកមែនគុំទៅទល់ប្រថុយណាខ្ញុំមិននៅទីនេះទេខ្ញុំនឹងទៅឃ្លាំងកំណប់ជាមួយឯងនាងទៅជាមួយខ្ញុំក្រែងលោមានរបស់សំខាន់អីផ្សេងត្រូវយកមែនទេគុំប្រាប់ណាថាកំពុងបារម្ភពីខ្ញុំនោះកុំចេះតែនិយាយផ្ដេសផ្ដាសចាំយកចាំធ្វើសកម្មភាពព្រោះពេលល្ងឹតគឺជាទឹកដីរបស់ខ្ញុំហើយនៅខាងក្រៅមានឆ្មាំ2នាក់ដែលចៅអ៊ូជីបញ្ជូនមកមើលទៅវាច្បាស់ជាទីដឹងថានាងនឹងត្រឡប់មកវិញហើយយ៉ាងម៉េចដែរឆ្មាំ2នាក់នឹងនាងអាចចាត់ការបានអត់បានតែអាចនឹងធ្វើឲ្យអ្នកផ្សេងផ្អើលចាំខ្ញុំអ្នកចាត់ការហ្មងទៅឯងសំបីតែកម្រិតក៏មិនទាន់ដល់ផងចុះនាងមិនមែនទៅតែបង្រៀនមន្ទីរខ្សែខ្ញុំទេហ៎មន្ទីរខ្សែនេះមានប្រសិទ្ធភាពតែ3វិនាទីទេលើកក្រោយត្រូវប្រាប់មុនផងដឹងអត់ពួកគេមកផ្លាស់វេនគ្នាហើយនាងយកកាក់ខ្មោចនេះចេញទៅមុនទៅចាំខ្ញុំទប់ទល់ពួកគេសិនឯងទប់មិនជាប់ទេខ្ញុំមានផ្ទះសំណាក់តើឲ្យតែរត់ចូលដល់បរិវេណហ្នឹងគឺសុវត្ថិភាពហើយកុំប្រញាប់ងាប់ណាមន្ទីរខ្សែ3វិនាទីអាចទប់បាន3នាក់នៅសល់5នាក់ទៀតចូលមកវើយឯងរងរបួសហើយស្នាក់នៅក្នុងផ្ទះសំណាក់នេះប៉ុន្មានថ្ងៃហើយរត់មិនសូវលឿនដូចមុនសោះបានប៉ុន្មាន5300កាក់គ្រប់គ្រាន់ហើយដំឡើងកម្រិតទៅខ្ញុំលែងជាបិសាចនៅក្នុងប្រព័ន្ធរបស់ព្រះជាម្ចាស់ទៀតហើយអបអសាទរផង
ពេលនេះនាងខ្លាយជាបុគ្គលិកពេញសិទ្ធិរបស់ផ្ទះសំណាក់ខ្ញុំហើយមានកន្លែងស្នាក់នៅនិងបាយទឹកឲ្យហូបគ្រប់គ្រាន់តែអត់មានប្រាក់ខែទេព្រមធ្វើអត់ ឯងបាត់បង់ឈាមច្រើនណាស់នេះជារឿងដែលឯងបង្រៀនខ្ញុំសងឈាមដោយឈាម7ថ្ងៃមុនខ្ញុំចង់តែស្លាប់ឲ្យផុតទេតែពេលនេះខ្ញុំលែងចង់ស្លាប់ទៀតហើយថៅកែផ្ទះសំណាក់ហ្វាងយីបាយនិងបុគ្គលិកស៊ីឡាបង្កើតកិច្ចសន្យារួមជីវិតតាមរយៈឈាមចែករំលែកអាយុកាលរវាងគ្នាទៅវិញទៅមកកុំប្រាប់ណាថានេះគឺជាឱកាសក្នុងការផ្លាស់ប្ដូរវាសនានោះអារម្មណ៍ពិតជាខុសពីមុនមកវើយចុះខោអាវនឹងបានពីណាទៅ System ទម្លាក់ឲ្យពេលផ្ទះសំណាក់ឡើង level នឹងណាជាឯកសណ្ឋានតើ ចុះអ្នកណាប្រើឲ្យឯងពាក់នឹង ខ្ញុំពាក់ខ្លួនឯងនឹងខ្ញុំចង់ធ្វើជាអ្នកគ្រប់គ្រងទីនេះ ខ្ញុំមានបានរើសអ្នកគ្រប់គ្រងឯណា ថៅកែឯងគ្មានលុយជួលទេតែខ្ញុំសុខចិត្តធ្វើឲ្យ free ណាចំណងការពារព្រះច័ន្ទឈាមត្រូវបានរកសម្បត្តិអត្រាខ្មោចចូលស្នាក់នៅកើន30កម្រិតការពារផ្ទះសំណាក់កើន50 ឯងចេះអានឹងពីអង្គការ បន្ទាប់ពីបំផ្លាញខ្លួនរួចរាល់ផ្ទះសំណាក់បានចែករំលែក skills មួយឈុតមកឲ្យខ្ញុំចំណងការពារព្រះច័ន្ទឈាមគឺជា skill មួយក្នុងចំណោមនឹងដែរផ្ទះសំណាក់ថៅកែនេះរៀងលេចធ្លោពីចៅរបស់ចៅអ៊ូជីកំពុងតែតាមដានវើយបកពួកផ្សេងទៀតក៏កំពុងតែសម្លឹងមើលដែរបើគ្មានចំណងការពារនេះទេទុកអត់បានមួយខែផងមើលទៅ នាងនិយាយត្រូវគឺចិនកំពុងតែជាប់ឃុំក្នុងគុកគងឹតនៅឡើយនៅខាងក្រៅមានអាវខ្មៅយ៉ាងហោចណាស់កំភៃអ្នកដែរអញ្ចឹងទៅថ្ងៃមុខជួយមើលការខុសត្រូវផងណាអ្នកគ្រប់គ្រងទូទៅស៊ីឡា ចុះរឿងប្រាក់ខែគិតម៉េច ធានាទាំងហូបទាំងកន្លែងគេងហ្មង ដឹងស្រាប់ហើយថាថៅកែឯងនឹងនិយាយពាក្យហ្នឹងយល់ព្រម ឯងជាស្ដេចបិសាចជញ្ជក់ឈាមរស់បាន300ឆ្នាំទៅហើយមកជួបទៅអញ្ចឹងអត់មានអារម្មណ៍ថាតូចចិត្តទេអី 300ឆ្នាំនេះត្រូវគេតាមប្រមាណជួបទៅនៅទីនេះវាស្រួលជាងរត់គេចខ្លួនបាត់ទៅហើយម្យ៉ាងទៀតនេះជាកន្លែងទី1ហើយដែលខ្ញុំចង់ស្នាក់នៅ សម្ដីនេះរៀងចាក់ដោតបន្តិចហើយមើលទៅចូលដល់ឆ្នាំទី2នៃថ្ងៃអវសានលោកទៅហើយនេះជាលើកទី1ហើយដែលមានអារម្មណ៍ថាមិនគឺច្បាស់ល្អបែបនេះដែលឯងមកនេះមើលត្រឡប់ទៅវិញប្រាប់ចៅអ៊ូជីផងថាផ្ទះសំណាក់ឲ្យដំណើរការធម្មតាបើចង់ស្នាក់នៅបងលុយមកតែបើចង់រករឿងវាយគ្នាតម្រង់ជួរ ឯងឈ្មោះផ្ទះសំណាក់ទៀតក៏ទុកថ្ងៃ អ នេះ ត់ សូម មាន អ្នក ភ្ញៀវសោះគឺចិនក៏នៅជាប់ឃុំឯចៅអ៊ូជីក៏កំពុងពាត់ពីក្រៅទៀត ច្បាស់ណាស់ថាគ្មានអ្នកណាហ៊ានមកទេកុំបារម្ភអីការដួលរំនៃ dungeon នេះនឹងបង្កើតជាពួកខ្មោចអនាថានៅជិតនេះមាន dungeon យ៉ាងហោចណាស់ក៏3ទៀតដែរ នៃរបស់នាងគឺ ពួកខ្មោចអនាថាទាំងនោះគ្មានកន្លែងត្រូវទៅទេយូរឬឆាប់ពួកវានឹងរត់មករកទីនេះមិនខាន នោះគឺជា ពូជខ្យល់សមុទ្រជ្រៅជា dungeon កម្រិត Dungeon ទី2រលំទៀតហើយតើ គឺព្រះជាម្ចាស់ធំកំពុងតែសម្អាតទីតាំងនឹងហើយពីមុនគាត់ត្រូវប្រមូលយកវិញនៅវិញ្ញាណខ្មោចក្នុង dungeon កម្រិតទាំងអស់ហើយត្រូវចុះដៃធ្វើដោយខ្លួនឯងម្ដងមួយទៀតណោះតែពេលនេះគឺមានឯងហើយ ចង់មានន័យថាម៉េចហ្នឹង ផ្ទះសំណាក់របស់ឯងគឺដូចជាបញ្ហាដឹកមួយអញ្ចឹងព្រះជាម្ចាស់ធំអាចបង្រួមពិភពលោកនេះដោយផ្ទាល់បានហើយធ្វើឲ្យ dungeon មួយចំនួនធំរំស្របពេលគ្នាហ្មងបង្ខំឲ្យវិញ្ញាណខ្មោចទាំងអស់គ្មានកន្លែងរត់ពួនគឺមានតែមករកឯងប៉ុណ្ណោះ គាត់ចង់ឲ្យខ្ញុំទទួលរ៉ាប់រងវិញ្ញាណអមរិតទាំងអស់ហ្នឹងមែនទេ បន្ទាប់មកមុនពេលដែលឯងបំផ្លាញពួកវាគាត់នឹងបញ្ជូនមនុស្សមកដណ្ដើមយកទៅទាំងអស់តែម្ដង ព្រះជាម្ចាស់ធំកំពុងតែដាក់អន្ទាក់ខ្ញុំហើយតើនេះតែខ្ញុំគ្មានជំរឿសឯណាណោះ នាងគឺជាម្ចាស់សមុទ្រជ្រៅ ឈ្មោះឡានឡែនហេ ឮថាទីនេះអាចទទួលឲ្យអ្នកណាស្នាក់នៅក៏បានមែនទេខ្ញុំមិនចង់ខ្លាចជាកូនអុករបស់ព្រះជាម្ចាស់ធំឡើយក៏មិនទុកឲ្យគាត់ប្រមូលយកវិញបែបនេះដែរជួយខ្ញុំផងនេះជារង្វាន់តបស្នងរបស់ខ្ញុំនឹកស្មានមិនដល់សោះថាអធិរាជិនីជំនោរសមុទ្រដ៏អស្ចារ្យដែលជាមេដឹកនាំទី3ប្រចាំតំបន់សមុទ្រត្រូវគេវាបំបែក Snow Crystal បែបនេះសោះមានគេក្បត់ខ្ញុំក្រុមភ្នែកបាតសមុទ្រជ្រៅ Eye of the Abyss បានឆ្លៀតឱកាសវាឆ្មក់មនុស្សធម្មតាប៉ះវានឹងត្រូវរបួសហើយ ខ្ញុំដឹងហើយ ឯងចង់ជួយនាងមែនទេ តើត្រូវបង់តម្លៃអ្វីខ្លះទៅ សម្លេងប្រព័ន្ធព្រមានបេះដូងចំណូលសមុទ្រគឺបែកបាក់ធ្ងន់ធ្ងរណាស់ការជួសជុលគឺតម្រូវឲ្យបំផ្លាញអាយុកាលរស់នៅរបស់ចំនួនដែលត្រូវការ អូហូ អាយុកាលរស់នៅ5ឆ្នាំតើរົບមកឯងរស់បានប៉ុន្មានឆ្នាំទៅ ពីមុនរស់បានប៉ុន្មានឆ្នាំវាមិនសំខាន់ទេបញ្ហាគឺថាទៅថ្ងៃមុខខ្ញុំក៏ប្រហែលជាសល់ពេលរស់នៅមិនបានប៉ុន្មានឆ្នាំទៀតដែរតែគ្មានជំរឿទេតើចុះបើមកគ្រប់ផ្ទះសំណាក់ខ្ញុំដល់ថ្នាក់នេះហើយខ្ញុំត្រូវតែទទួលខុសត្រូវហើយតើជួយ ឯងឈួតហើយហ៎ បិទមាត់ទៅវើយ
ណែឯងកើតអីអត់សូមអញ្ជើញមេកន្ទ្រីងទី2របស់ផ្ទះសំណាក់យើងចូលស្នាក់នៅបាត7ថ្ងៃទៀតនាងនឹងក្លាយជាបុគ្គលិកពេញសិទ្ធិហើយអញ្ចឹងខ្ញុំនឹងមានអ្នកជួយធ្វើការម្នាក់ទៀតហើយយើងចំណេញដូចតែគ្នានឹងនាងនៅត្រាំត្រែងក្នុងផ្ទះសំណាក់នោះយូរពេកហើយណាសុំពេលបន្តិចទៀតទៅភ្នែកអវជ័យចាប់ផ្ដើមអស់ការអត់ធ្មត់ហើយដើម្បីសាងបេះដូងចូលសាឡើងវិញត្រូវបញ្ចាំអាយុជីវិតរបស់គេដល់ទៅ5ឆ្នាំឯណោះបើនៅតែបន្តបែបនេះទៀតមិនយូរមិនឆាប់គេច្បាស់ជាខ្លាចជាវិញ្ញាណខ្មោចមិនខាននាងកំពុងតែអាណិតគេមែនទេអត់ទេខ្ញុំនឹងអនុវត្តភារកិច្ចនេះគ្រាន់តែសុំពេលខ្ញុំបន្តិចទៀតគឺបានហើយថៅកែហ្វាងខ្ញុំគឺលើវឈុនជាអ្នកនាំសាររបស់លោកសាវូជីដែលជាអ្នកគ្រប់គ្រងតំបន់សុវត្ថិភាពគាត់បញ្ជូនខ្ញុំឲ្យយកកាដូធំមួយមកឲ្យលោកនឹកស្មានមិនដល់ថាជាអតីតមិត្តរួមក្រុមដែលធ្លាប់បោះបង់ខ្ញុំសោះថ្ងៃក្រោយខ្ញុំនឹងមកលេងដល់កន្លែងម៉ងសាវូជីមកបានចំពេលល្អណាស់សម្រាប់វាចោលទៅអញ្ចឹងផ្ទះសំណាក់នេះនឹងអាចនៅស្ថិតស្ថេរជារៀងរហូតហើយអត់ឃ្លានទេខ្ញុំជាអ្នកធ្វើណាលោកឯងហ៊ានមិនផឹកហេគុំគួនខ្ញុំទៅក៏គ្មានបានការអីដែរខ្ញុំគ្រាន់តែជាទិន្នន័យមួយប៉ុណ្ណោះខ្ញុំគឺអេមហាកស្ត្រីលេខ0ទីតាំងក្បែរនេះរលាយលឿនពេកហើយតាមកមួយទៀតហើយក ុំភ័យអីខ្ញុំមិនមែនមកទីនេះដើម្បីសុំជំនួយទេបើមិនសុំឲ្យគេជួយទេចុះមកធ្វើអីគឺមកប្រាប់ដំណឹងក្រៅពីព្រះជាម្ចាស់ពួកអ្នកក៏ត្រូវប្រឈមមុខនឹងវិបត្តិតំបន់សុវត្ថិភាពរបស់មេបញ្ជាការផងដែរគេបានបញ្ជូនក្រុមស្វែងរកជាផ្លូវការហើយគោលបំណងគឺមកដណ្ដើមយកផ្ទះសំណាក់នេះអ្នកដែលចេញពីពិភពហ្គេមមានតែចំនួនតិចតួចប៉ុណ្ណោះដែលព្រះជាម្ចាស់នឹងទទួលយកចំណែកអ្នកដែលទទួលបានធម៌ពលផ្សេងទៀតនឹងទៅចូលរួមជាមួយក្រុមមនុស្សខ្លាំងជាមិនខានឧទាហរណ៍ដូចជាតំបន់សុវត្ថិភាពនឹងតើពួកវាមានគ្នាប៉ុន្មានអ្នកចំនួនពិតប្រាកដគឺមិនច្បាស់ទេតែពួកវាបានមកដល់ក្បែរតំបន់រាវរករបស់យើងហើយមានការរំខានសេវាពួកវាយកឧបករណ៍កាត់ផ្ដាច់សេវាមកជាមួយយប់នេះចុះបើមកដល់ហើយគិតថានាងក៏ប្រហែលជាទៅវិញមិនរួចដែរបន្ទប់ទី3ខាងលើទុកឲ្យនាងស្នាក់នៅចុះប្រព័ន្ធប្រតិបត្តិការតើប្រព័ន្ធការពារផ្ទះសំណាក់អាចទុកបានយូរប៉ុណ្ណាធម្មពលរបស់វិញ្ញាណខ្មោចកាលណាជំងឺកាន់តែខិតជិតធម្មពលវាប្រហារក៏កាន់តែកើនឡើងមិនអាចវិតម្លៃជាក់លាក់បានទេអញ្ចឹងត្រូវត្រៀមខ្លួនជានិច្ចទៅកុំបារម្ភអីខ្ញុំមិនបណ្ដោយឲ្យពួកវាចូលមកបានទេនៅមានពួកយើងទៀតណា